បងប្អូនបានខមមិនសួរខ្ញុំថាពេលដែលខលឡងណាបាទមិនដឹងថាមកពីបញ្ហាអីគេប្លុកយើងឬមួយក៏យ៉ាងម៉េចអញ្ចឹងណាបាទអញ្ចឹងខ្ញុំនឹងស្រាយបបភ្លឺជូនដល់បងប្អូនយើងបាទពីបញ្ហាខលទៅគេឲ្យឡងមកវិញបាទការខលទៅគេឲ្យឡងមកវិញវាមានពីចំណុចបងប្អូនណាបាទដែលគាត់ជួបប្រទះនៅបញ្ហាហ្នឹងគាត់ចេះដោះស្រាយដោយខ្លួនឯងណាបាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាពេលណាដែលមានបញ្ហាឆាតរបស់យើងខលទៅគេឡងណាបាទទី1បងប្អូនយើងត្រូវចូលទៅមើលនេះសិនបាទបងប្អូនចូលមក Play Store ឬមកក៏ App Store បើប្រើ iPhone គឺចូលទៅ App Store ប្រើ Android គឺយើងចូលទៅ Play Store បាទអញ្ចឹងអ្នកទាំងអស់គ្នាយើងចុចចូល Play Store មកបាទហើយយើងចុច search ទៅបងប្អូនទាំងអស់គ្នាបងប្អូនសូមវាយតាមខ្ញុំ Messenger បាទបងប្អូនវាយតាមខ្ញុំ Messenger បែបហ្នឹងមកហើយយើងចុច search ទៅបាទនេះបងប្អូនបើសិនជាយើង search ទៅគេឲ្យតម្លៃកំណែថ្មីឬមួយក៏ update បងប្អូនយើងចូល update Messenger របស់យើងមកបាទ update មកបងប្អូនណាបាទបញ្ហាហ្នឹងផងដែរដែលបណ្ដាលឲ្យយើង call ទៅដៃគូមកខាងទៀតឡងណាបាទដោយសារអីដោយសារតែយើងអត់បាន update បងប្អូនណាហ្នឹងហើយយើងអត់បាន update ចាំមើល update អាហ្នឹងហើយខ្ញុំប្រាប់ពីរបៀបទី2បើសិនតែយើងចូលមកគេមិនអោយតម្លៃកំណែថ្មីគេមិនអោយ update អាហ្នឹងវាមានវិធីមួយយ៉ាងទេបងប្អូនគេប្លុកយើងបងប្អូនណាបាទគេប្លុកយើងអញ្ចឹងគេបិទបាទគេបិទការ call គេបិទការ call គេបិទការ chat បាទគេបិទការនិយាយជាសំឡេងអញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងតិចទៀតខ្ញុំនឹងធ្វើការបង្ហាញឥឡូវខ្ញុំ update អានេះឲ្យហើយសិនណាបាទ update សិនបងប្អូនចូលមក update មកដើម្បីធ្វើឲ្យchat Messenger របស់យើងនៅក្នុងការទំនាក់ទំនងទៅដៃគូមិត្តភ័ក្តិបងប្អូនបាទគឺរលូនបងប្អូនណាបាទវាអត់មានបញ្ហាអីណាបាទហ្នឹងហើយបើយើងអត់បានធ្វើការ update ទេអាចនឹងមានបញ្ហាការប្រើប្រាស់វាពិបាកអីចឹងទៅបាទអញ្ចឹងបងប្អូនយើងរងចាំបន្តិចអូខេបងប្អូនអញ្ចឹងយើងបានធ្វើការដំឡើងកំណែថ្មី update រួចហើយអញ្ចឹងតោះយើងចូលទៅក្នុង chat Messenger មកបងប្អូនណាហ្នឹងហើយខ្ញុំប្រាប់បន្តិចចូលមក chat Messenger នៅពេលណាដែលយើងចង់ call ទៅនរណាម្នាក់ណាយើងពេលណាយើង update ហើយបងប្អូនចុច call មើលសាកមើលតើវាឡងទៀតអត់បើកាលណាយើង update រួចហើយវានៅតែឡងអញ្ចឹងមានវិធីមួយទេគឺដៃគូយើងហ្នឹងគេបានធ្វើការបិទហើយបិទការ call យើងហើយបងប្អូនណាបាទការបិទការ call តែគេបិទហើយគឺយើងអាច call ទៅគេបានទេបងប្អូនណាបាទហ្នឹងហើយបើគេបើកវិញបានយើងអាច call ទៅគេបានអញ្ចឹងបើសិនតែគេបិទពីរបៀបបិទគឺគេចូលមកឆានអញ្ចឹងគេចុចកន្លែងនេះឧទានហ្នឹងមកបាទបន្តមកបងប្អូនគេចុចកន្លែងនេះកណ្ដឹងមូតបងប្អូនណាបាទអញ្ចឹងបងប្អូនយើងនឹងឃើញកន្លែង mood message notification បាទអានេះគេបិទនៅក្នុងការឆាតអានេះបាទអត់ alert ឲ្យយើងឃើញអានេះ mode call notification អានេះគេបិទ call បាទគេបិទការ call មិនឲ្យ alert ឲ្យយើងឃើញបាទអានេះ mood message and call notification អានេះគេបិទទាំង message គេបិទទាំងការសរសេរអក្សរកាយហ្នឹងហើយនឹងការ call បងប្អូនណានេះបើសិនតែយើងសរសេរក៏មិនបានយើង call ទៅក៏មិនបានអាហ្នឹងគេបិទយកអាហ្នឹងហើយបងប្អូនណាបើសិនតែគេបិទតែការ call តែមួយមុខទេ chat គេនៅ chat បានបងប្អូននេះណាយើងនៅ chat បានគឺគេយកអាកណ្ដាលនេះហើយគេបិទការ call អញ្ចឹងណាបាទហើយគេយក OK ចែកគេយក OK ចែកឃើញទេហើយគេកំណត់បើសិនតែគេយកត្រឹមកំណត់ពេលវេលាដូចថា1ម៉ោងចុចចុះបាទរួចពី1ម៉ោងគេយើងអាច call បានអញ្ចឹងណាឬមួយក៏8ម៉ោងរួចពី8ម៉ោងយើងអាច call បានប៉ុន្តែគេចង់យករហូតជាមួយយើងបើគេយករហូតជាមួយយើងបាទឬមួយក៏យើងយករហូតជាមួយគេបាទបងប្អូនណាហ្នឹងហើយគេចុច OK មកអញ្ចឹងយើងឬមួយក៏គេមិនអាច call មកបានរហូតបាទបើបានលុះត្រាតែនេះបងប្អូនលុះត្រាតែយើងបើកវិញបាទអញ្ចឹងណាបាទអានេះបើសិនតែយើងធ្វើតាមវីដេអូខ្ញុំនេះបាទន័យថាយើងបិទគេហើយបងប្អូនណាបាទអានេះយើងបិទគេរហូតអត់ឲ្យគេ call មកបានទេបាទហើយយើងចុច OK មកអញ្ចឹងណាបាទហ្នឹងអញ្ចឹងគាត់នឹងអាច call បានប៉ុន្តែគាត់អាចឆាតមកបានធម្មតាអញ្ចឹងណាបងប្អូនណាបាទអានឹងបញ្ហាដោះស្រាយមកប៉ុណ្ណឹងបងប្អូនណាបាទ